ហ៊ានណាស់គ្រាន់តែជាស្រីស្នំម្នាក់ហ៊ានមកតាំងខ្លួនជាសាច់ញាតិរបស់ព្រះនាងណានចៅផងអានរអើយកាលពីមុនឯងជាក្មេងដែលស្ដាប់បង្គាប់ជាងគេក្នុងផ្ទះមិនក៏ឥឡូវធ្វើជាព្រះនាងបែរជាមិនស្គាល់សាច់ញាតិទៅវិញបណ្ដោយឲ្យគេមកធ្វើបាបខ្ញុំនៅចំពោះមុខបែបនេះហេអួតអាំងណាស់នៅហ៊ានមកតាំងខ្លួនជាសាច់ញាតិព្រះនាងទៀតលោកស្រីសានតាមច្បាប់វាំងស្រីស្នំធំជាងម្ចាស់ស្រីមែនទេសូមព្រះរាជបុត្រម្ចាស់លើកលែងទោសសូមមេមីស៊ីជីលើកលែងទោសផងស្រីចង្រៃមិនប្រញាប់លុតជង្គង់សុំទោសទៀតប្រមាថរាជវង្សត្រូវតែទទួលទោសចាប់ពីថ្ងៃនេះទៅត្រូវលុតជង្គង់នៅមុខទីធ្លា3ម៉ោងរាល់ថ្ងៃរយៈពេលកន្លះខែយើងខ្ញុំទទួលរាជបញ្ជាឲ្យមកបម្រើព្រះនាងនិងមកត្រួតពិនិត្យដោយផ្ទាល់វ៉ាវអំណាចរបស់មេមីស៊ីជីពិតជាអស្ចារ្យមែនពីមុនគាត់ជាមេមីដែលព្រះនាងកាន់អំណាចទុកចិត្តបំផុតវិធីសាស្ត្ររបស់គាត់ខ្លាំងណាស់មនុស្សរបស់ម្ដាយបង្កើតគឺជារបស់យើងហើយព្រះនាងព្រះរាជបុត្រនឹងយាងមកស្នាក់នៅវិមានសិនក្នុងពេលឆាប់នេះខ្ញុំម្ចាស់សូមយោបល់តើគួររៀបចំដំណាក់របស់ទ្រង់នៅវិមានឈីងហ្វុងដែលនៅក្បែរដំណាក់ឫស្សីរបស់ព្រះនាងដែរឬទេស្នាក់នៅក្បែរគ្នាហេលោកអ៊ំចង់ឲ្យព្រះរាជបុត្រនិងខ្ញុំបណ្ដោះនិស្ស័យស្នេហ៍មុនមែនទេមេមីស៊ីជីចាត់ចែងការងារខ្ញុំទុកចិត្តណាស់ធ្វើតាមការរៀបចំរបស់លោកចុះបើអញ្ចឹងថ្ងៃក្រោយមានតែរំខានព្រះនាងហើយព្រះរាជបុត្រម្ចាស់ដល់វិមានឈីងហ្វុងហើយអូយមិនក៏ស្រាប់តែវិលមុខខ្លាំងម្ល៉េះប្រហែលជាត្រូវខ្យល់ត្រជាក់ធ្វើឲ្យជំងឺរើឡើងវិញហើយខ្ញុំសុំទៅសម្រាកសិនព្រះនាងសុខភាពសំខាន់ណាស់ខ្ញុំម្ចាស់នឹងជូនទ្រង់ទៅសម្រាកឥឡូវនេះបើអញ្ចឹងសូមព្រះនាងថែរក្សាព្រះកាយផងយើងនៅទីនេះថ្ងៃក្រោយនៅមានពេលច្រើនទៀតចាំខ្ញុំជាសះស្បើយនឹងមកកំដរទ្រង់វិញប្រញាប់ទៅព្រះរាជបុត្រដល់ពេលសោយឆ្នាំហើយទ្រង់ជាមនុស្សទន់ខ្សោយមានជំងឺហេគួរឲ្យស្ដាយណាស់មនុស្សប្រុសរបស់ខ្ញុំត្រូវតែមានទាំងរូបសម្បត្តិរូបរាងនិងសមត្ថភាពមិនអាចខ្វះមួយណាបានទេនាងចំពោះយើងជាព្រះរាជបុត្របែរជាមិនស្មើនឹងតួសម្ដែងក្នុងស្រីពេស្យាទៅវិញព្រះរាជបុត្រមិនបាច់បារម្ភទេទ្រង់ជាបុគ្គលខ្ពង់ខ្ពស់បំផុតនៅជិតគ្នាបែបនេះងាយស្រួលណាស់ពួកយើងនឹងជួយទ្រង់ឲ្យទទួលបានសម្រស់និងនាំយកឱសថសង្គ្រោះជីវិតត្រឡប់ទៅវិញព្រះនាងខាងនោះផ្ញើរបស់មកទៀតហើយព្រះរាជបុត្របួលទ្រង់ទៅមើលផ្កាតើថ្ងៃនេះនៅតែមិនជួបទៀតមែនទេអូយមិនជួបទេឯងមើលស្នាមក្រហមលើកនេះចុះ5ថ្ងៃហើយនៅមិនទាន់បាត់ទៀតឲ្យខ្ញុំទៅជួបទ្រង់យ៉ាងម៉េចធ្វើម៉េចទៅបើសិនជាយកលេខថាឈឺមិនព្រមជួបព្រះរាជបុត្រទៀតខ្លាចក្រែងមានរឿងធំមិនខានអង្គរៈមុខងប់ក្បែរព្រះរាជបុត្របានមកសួរខ្ញុំពីរបស់ដែលទ្រង់ចូលចិត្តខ្ញុំមើលទៅព្រះរាជបុត្រយកចិត្តទុកដាក់នឹងទ្រង់ណាស់គ្រាន់តែថាបើសិនជាទ្រង់មិនត្រូវបានគេលួចធ្វើបាបក៏ល្អដែរទាំងអស់នេះមកពីស្រីពីស្ពោសាននោះលួចដាក់ថ្នាំខ្ញុំបញ្ជូនទៅស្រីពេស្យារឿងនេះខ្ញុំត្រូវតែគិតគូរជាមួយនាងឲ្យច្បាស់ប៉ុន្តែប៉ុន្មានថ្ងៃនេះនៅខាងក្រៅភូមិគ្រឹះមិនឮដំណឹងអ្វីសោះព្រះរាជបុត្រធ្លាក់ខ្លួនហើយតែទ្រង់ក៏មិនបានប្តឹងទៅលោកម្ចាស់ដែរគេនឹងឧបនាយករដ្ឋមន្ត្រីហ្វូរៀបចំផែនការធ្វើបាបព្រះនាងសម្រុះសម្រួលនេះជារឿងកាត់ក្បាលឥឡូវនេះព្រះរាជបុត្រស្នាក់នៅទីនេះពួកគេមិនហ៊ានធ្វើអ្វីផ្ដេសផ្ដាសឡើយលោកស្រីសានលាក់ខ្លួននៅក្នុងភូមិគ្រឹះដូចជាអណ្ដើករកឱកាសមិនបានសោះបើមិនអញ្ចឹងទេមុខជាដឹងដៃគ្នាហើយនាងតូចនេះហ៊ាននិយាយខ្លាំងម្ល៉េះអ្នកនាងរបស់ឯងមានវិធីជាច្រើនដើម្បីកម្ចាត់នាងទៅរកវិធីហៅមេមីស៊ីជីមកជួបខ្ញុំភ្លាមភូមិគ្រឹះចុងយងហ៊ានធ្វើបាបព្រះនាងដល់ថ្នាក់នេះផងព្រះនាងកុំបារម្ភប្រាក់ 2000 ណែននេះត្រូវតែយកមកវិញទាំងដើមទាំងការមេមីពិតជាអស្ចារ្យមែនមេមីខ្ញុំនៅមានរឿងមួយទៀតចង់សុំជំនួយខ្ញុំម្ចាស់នឹងទៅចាត់ការភ្លាមរឿងបែបនេះមេមីក៏ព្រមជួយខ្ញុំដែរហេលោកមិនខ្លាចត្រូវទទួលទោសទេ